បងប្អូនដែលប្រើសណាញ់ការពារមូសនៅតាមទីតាំងទ្វារនៅតាមទីតាំងបង្អួចហើយបន្ទាប់ពីដំឡើងរយៈពេលយូរខែយូរឆ្នាំទៅប្រកាសជាជួបបញ្ហានេះមួយហើយគឺបញ្ហាធូលីដីជាប់ជាមួយនឹងសាច់សណាញ់ដែលធ្វើឲ្យសណាញ់របស់យើងមើលទៅមានអារម្មណ៍ថាអត់ clean អត់ស្អាតខ្យល់ហ្នឹងក៏ចេញចូលអត់សូវបានល្អដែលធ្វើឲ្យប៉ះពាល់ទៅលើលំហូរខ្យល់នៅក្នុងគេហដ្ឋានរបស់យើងហើយក៏អាចប៉ះពាល់ទៅលើសុខភាពរបស់យើងផងដែរដោយសារវាមានធូលីដីជាប់នៅកន្លែងសណាញ់ច្រើនបាទអញ្ចឹងជាដំណោះស្រាយពុកម៉ែបងប្អូនទាំងគ្នាអាចដោះសណាញ់ហ្នឹងយកទៅលាងសម្អាតទៅហើយចំពោះការដោះលាងសម្អាតអត់ពិបាកទេពុកម៉ែបងប្អូនទាំងគ្នាសំខាន់ឲ្យតែសណាញ់របស់ពុកម៉ែបងប្អូនទាំងគ្នាដែលបានតម្លើងហ្នឹងមានជាប្រភេទគ្រោងស៊ុំលំញោម2ជាន់ហើយនឹងមានជាប្រភេទសាច់សណាញ់ហ្នឹងអាចត្រូវជាមួយនឹងទឹកបាននៅពេលដែលយើងដោះលាងសម្អាតទៅវាអត់ប៉ះពាល់ទៅលើគ្រោងហើយនឹងសាច់សណាញ់វាអត់ខូចផងដែរហើយបន្ថែមពីលើនេះផងដែរបើសិនជាពុកម៉ែបងប្អូនទាំងគ្នាអត់ចេះរបៀបនៅក្នុងការដោះអត់ដឹងថាសណាញ់របស់ពុកម៉ែបងប្អូនទាំងគ្នាហ្នឹងអាចដោះលាងសម្អាតបានទេពុកម៉ែបងប្អូនទាំងគ្នាអាចប្រឹក្សាមួយក្រុមការងាររបស់គាត់យើងបានគឺយើងនឹងផ្ញើជូនជាវីដេអូក៏ដូចជាបញ្យល់បន្ថែមអំពីការលាងសម្អាតហើយបើថាពុកម៉ែបងប្អូនទាំងគ្នាអត់មានពេលវេលាឬក៏ពុកម៉ែបងប្អូនទាំងគ្នាអត់ចង់លាងសម្អាតខ្លួនឯងទេអាចតាក់ទងមកក្រុមការងាររបស់គាត់យើងបានព្រោះយើងមានសេវាកម្មលាងសម្អាតគ្រប់សណាញ់ទាំងអស់សំខាន់ឲ្យតែពុកម៉ែបងប្អូនទាំងគ្នាហ្នឹងប្រើប្រាស់ជាប្រភេទសណាញ់ហ្នឹងដែលអាចត្រូវជាមួយនឹងទឹកបានអាចដោះគ្រោងស៊ុំលំញោមបានគឺយើងទទួលលាងសម្អាតជូនផងដែរបាទ